បាទខ្ញុំបាទសូមអរកាយគោរពនិងជំរាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏សូមលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាត្រូវចេះជ្រើសរើសដៃគូជំនួយដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវិជ្ជាពិតណាស់គ្រប់សមិទ្ធផលធំនៅលើពិភពលោកយើងនេះយើងមិនអាចសម្រេចបានដោយកម្លាំងតែមនុស្សម្នាក់នោះទេតួយ៉ាងប្រាសាទអង្គរវត្តដ៏ល្អឯកអាចលេចចេញជារូបរាងបានក៏ផ្ដើមចេញពីកិច្ចការសហការគ្នារវាងស្ថាបត្យករអ្នកសាងសង់និងអ្នកដទៃទៀតជាច្រើនសន្ធឹកសន្ធាប់ទៀតផងផ្ទះវិឡាដ៏ធំស្កឹមស្កៃបើយើងធ្វើតែម្នាក់ឯងនោះវានឹងចំណាយពេលវេលាយូរណាស់តែបើយើងមានកិច្ចសហប្រតិបត្តិការគ្នាជាមួយនឹងអ្នកដទៃជាច្រើនអ្នកទៀតនោះយើងនឹងអាចសម្រេចបានក្នុងរយៈពេលមួយយ៉ាងឆាប់រហ័សទៀតផងដូចគ្នានេះដែរចំពោះមុខជំនួយយើងអាចបង្កើតអាណាចក្រជំនួយដ៏ធំធេងមួយបានលុះណាតែយើងមានកិច្ចសហការជាមួយនឹងមនុស្សឲ្យបានជាច្រើនអ្នកហើយអ្នកទាំងអស់នោះគឺសុទ្ធតែមានលក្ខណៈសមត្ថភាពជំនាញទេពកោសល្យនិងបទពិសោធន៍ផ្សេងពីគ្នារាល់ថ្ងៃនេះមនុស្សយើងតែងតែបរាជ័យក្នុងកិច្ចការជំនួញក៏ដោយសារតែមិនចេះសហការគ្នាគិតតែពីធ្វើការដោយប្រើកម្លាំងកាយកម្លាំងប្រាជ្ញានិងពេលវេលាតែម្នាក់ឯងជាហេតុធ្វើឲ្យចំណាយពេលចំណាយកម្លាំងច្រើនតែប្រកាសដែលបានវិញគឺលទ្ធផលដែលបានគឺវាទទួលបានតិចតួចណាស់ដូច្នេះដើម្បីទទួលបានជោគជ័យលើមុខជំនួយក្នុងល្បឿនមួយលឿនបំផុតនោះគឺត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយនឹងគ្នាដើម្បីសហប្រតិបត្តិការគ្នាបានយើងត្រូវជ្រើសរើសដៃគូជំនួយជ្រើសរើសក្រុមរបស់ខ្លួនហើយការជ្រើសរើសនេះទៀតសោតត្រូវធ្វើឡើងឲ្យមានសមភាពនឹងគ្នាគឺសមាជិកម្នាក់ត្រូវមានជំនាញសមត្ថភាពផ្សេងពីគ្នាការជ្រើសរើសដៃគូសហប្រតិបត្តិការគ្នាជ្រើសរើសសមាជិកក្រុមឲ្យបានច្រើនគ្នានេះគេហៅថាជាការបង្កើតខួរក្បាលសម្ព័ន្ធឬខួរក្បាលមេខួរក្បាលសម្ព័ន្ធឬខួរក្បាលមេនេះជួយយើងឲ្យមានកម្រិតច្រើនកម្លាំងច្រើនលុយកាក់កោកាន់តែច្រើនហើយជំរុញយើងឲ្យមានទឹកចិត្តដូចគ្នាគឺអាចវាយលុកដណ្ដើមលើទីផ្សារបានយ៉ាងស្រួលយ៉ាងងាយឆាប់ទទួលបានជោគជ័យប្រកបដោយបរិមាណនិងគុណភាពទៀតផងបាទជាចុងក្រោយខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានកំសាន្តអារម្មណ៍ជាមួយនឹងការបកស្រាយនៅអត្ថន័យនៃអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយសូមជូនពរដល់អស់លោកស្រីអ្នកនាងកញ្ញាឲ្យជួបតែសេចក្តីសុខនេះចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពយ៉ាងទៅមកបាទសូមអរគុណសូមជម្រាបលា